បាទសួស្តីបងប្អូនសិស្សទាំងអស់គ្នាលំហាត់នេះគឺជាលំហាត់ limit standard ប្រឡងម្ដុំអញ្ចឹងខ្ញុំលើកយកលំហាត់ limit មួយដើម្បីបង្ហាញអ្នកទាំងអស់គ្នាតោះយើងមើលលំហាត់យើងគឺវាមានរាងយ៉ាងម៉េចដើម្បីដឹងពីរាងរបស់ limit អ្នកទាំងអស់គ្នាគ្រាន់តែកលេចមើលថា x របស់យើងនេះវាខិតទៅរកអីគេបាទ x របស់យើងគឺវាខិតទៅរក5ហ្នឹងហើយបាទវាខិតទៅរក5អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការចំនួនចូលអានុគមហ្នឹងទៅគឺយើងឃើញឥឡូវយើងចំនួនហ្នឹងយើងធ្វើនៅលើក្រដាសព្រៀងបាទអញ្ចឹងយើងមើល x ខិតទៅរក5 x ស្មើ5គឺយើងដាក់5ដក1ឲ្យមកហ្នឹងហើយដក2លើ5ដក5អញ្ចឹងយើងកណនាទៅឃើញតើវាស្មើប្រមាណបាទអានេះស្មើ4ដកឲ្យ2លើ0អញ្ចឹងមកយើងបាន0លើ0ចេះមកព្រោះឬទី2នេះ4គឺស្មើ2អញ្ចឹងរាងរបស់វាគឺ0ទៅ0អ្នកនរគ្នាបាទឃើញថា limit នេះរាងមិនកំណត់0ទៅ0អញ្ចឹងយើងកណនាវាយ៉ាងម៉េចណាហ្នឹងហើយអញ្ចឹងនៅក្នុងក្រដាសព្រៀងអ្នកនរគ្នាអាចសរសេរហ្នឹងនៅក្នុងក្រដាសព្រៀងប៉ុន្តែយើងគួរលុបចោលសិនដើម្បីយើងបាទសរសេរឲ្យវាស្អាតណាអូខេអញ្ចឹងអ្នកនរគ្នាចាប់ផ្ដើមដោះស្រាយ limit រាង0ទៅ0ហ្នឹងមកបាទនៅពេលដែលយើងមានជាប់បាទឬអញ្ចឹងអ្នកនរគ្នាត្រូវធ្វើការគុណបាទនឹងកន្សោមឆ្លាស់អញ្ចឹងកន្សោមឆ្លាស់របស់យើងជាធម្មតាអានេះគឺវាសញ្ញាដកអញ្ចឹងកន្សោមឆ្លាស់គឺយើងគ្រាន់តែបដូរសញ្ញាទៅជាសញ្ញាបូកទៅវាទៅជាកន្សោមឆ្លាស់របស់វាហើយអញ្ចឹងកន្សោមឆ្លាស់ហ្នឹងគឺ x ដក1ចេះអានេះគឺវាដូរទៅជាសញ្ញាបូកហ្នឹងហើយអានេះខ្ញុំដាក់វាមកសញ្ញាបូកហ្នឹងហើយអញ្ចឹងឥឡូវយើងគុណប៉ុណ្ណឹងអាក្រោមគឺយើងគុណប៉ុណ្ណឹងដែរណាបាទអានេះយើងបានអីគេ x ដក5បាទគុណជាមួយនឹងកន្សោមនេះមកអូខេហ្នឹងអញ្ចឹងអ្នកនរគ្នាមើលថាអាពាក្យយកនេះគឺវាមានមួយដុំនេះគឺ x ដក1ឬទី2 x ដក1ដកឲ្យ2អានេះគឺឬទី2 x ដក1បូកឲ្យ2អញ្ចឹងអាហ្នឹងគឺចូលរូបមន្តមួយគឺ a ដក b កតា a បូក b ហ្នឹងហើយអញ្ចឹងអាហ្នឹងវាស្មើនឹងអីគេ a ការ៉េដក b ការ៉េបាទហ្នឹងគឺជារូបមន្តមួយអ្នកនរគ្នាអាចចងចាំវាបានដើម្បីយើងប្រើប្រាស់នៅក្នុងការដោះស្រាយលំហាត់របស់យើងបន្តមកទៀតអាភាគបែកគឺយើងទុកហ្នឹងសិនណាហ្នឹងហើយអញ្ចឹងអ្នកនរគ្នាបានអីគេបាន x ដក1លើកជាការ៉េចេញមកហើយអានេះគឺ2ការ៉េមានន័យថា a ការ៉េដក b ការ៉េអាក្រោមនេះគឺយើងទុក x ដក5ហ្នឹងសិនមកកតាឲ្យ x ដក1បាទអានេះគឺបូកឲ្យ2ចេញមកអូខេហ្នឹងហើយអញ្ចឹងយើងបន្តទៀត x ខិតទៅ5អានេះយើងសម្រួលឬទី2ជាមួយការ៉េគឺនៅសល់ x ដក1ហើយហ្នឹងអានេះគឺដក4ហ្នឹងហើយអានេះគឺ x ដកឲ្យ5ហ្នឹងអានេះគឺ x ដកឲ្យ1ហើយនឹងបូកឲ្យ2ចេះមកតទៀតឥឡូវយើងមើលអាភាគយករបស់យើងគឺ x ដក1និងដក4អញ្ចឹងដក1ដក4ដក5អញ្ចឹងមានន័យថាយើងអាចសម្រួលភាគយកជាមួយនឹងភាគបែកនេះបាទម្ដុំនេះម្ដុំហ្នឹងសម្រួលជាមួយនឹង x ដក5ខាងក្រោមនេះអញ្ចឹងយើងឃើញថា limit របស់យើង x ខិតទៅរក5ដដែលពេលយើងសម្រួលភាគយកនៅសល់តែ1ឯង1លើឲ្យ x ដកឲ្យ1ចេះបូកឲ្យ2ចេះហ្នឹងហើយបន្តមកទៀតអ្នកនរគ្នាឃើញថា limit នេះយើងចាប់ដើមចំនួនតម្លៃ x ស្មើ5ចូលទៅនៅក្នុងអានុគមហ្នឹងគឺយើងទួលបានបាទនេះគឺ5ដកឲ្យ1បូកឲ្យ2ហ្នឹងហើយអញ្ចឹងអានេះគឺស្មើនឹង1លើឬទី2នេះ4បូកឲ្យ2ហ្នឹងហើយស្មើនឹង1លើអានេះគឺ2បូកឲ្យ2អញ្ចឹងស្មើនឹង1លើ4ហ្នឹងអញ្ចឹង limit របស់យើងគឺចម្លើយវាស្មើនឹង1លើ4អ្នកនរគ្នាអាចថាដាក់ដូចនេះអញ្ចឹងទៅនៅពេលដែលយើងដោះស្រាយចប់យើងទទួលបាន limit របស់យើងគឺលំហាត់របស់យើងនេះ x ដូចនេះយើងដាក់ a ស្មើនឹង1លើ4អញ្ចឹងមកបាទហើយយើងគូរវងទៅអាហ្នឹងគឺជាចម្លើយចុងក្រោយអញ្ចឹងយើងបញ្ចប់លំហាត់យើងត្រឹមប៉ុណ្ណឹងយើងជួបគ្នាវីដេអូក្រោយ